ចឹងសម្រាប់ខ្ញុំ7ចំណុចនេះនឹងធ្វើឲ្យសិស្សវិទ្យាល័យឡើងមកសាកលវិទ្យាល័យដោយងាយស្រួលមានន័យថាបានត្រៀមខ្លួនទុកជាមុនចឹងការរៀនសូត្ររបស់យើងអាចលឿននិងរៀនបានប្រកែកជាងអ្នកដទៃបាទចំណុចទី1គឺភាសាអង់គ្លេសគឺសំខាន់សម្រាប់ការរៀនសូត្រនៅសាកលវិទ្យាល័យដែលអាចធ្វើឲ្យយើងនឹងងាយស្រួលក្នុងការស្រាវជ្រាវក៏ដូចមើលសៀវភៅព្រោះនៅក្នុងសាកលវិទ្យាល័យភាគច្រើនសៀវភៅដែលយើងត្រូវរៀនជាភាសាអង់គ្លេសហើយគ្រូរបស់យើងមួយចំនួនហ្នឹងក៏គាត់ភាគច្រើនមិនមែនមួយចំនួនទេគឺគាត់ប្រើភាសាអង់គ្លេសនៅក្នុងការធ្វើបទបង្ហាញរបស់គាត់ក៏ដូចជាបង្រៀនអញ្ចឹងឯកសារពិគ្រោះផ្សេងៗហ្នឹងគឺយើងប្រើប្រាស់ជាភាសាអង់គ្លេសអញ្ចឹងភាសាអង់គ្លេសសំខាន់មែនទែនសម្រាប់បងប្អូនមករៀននៅសាកលវិទ្យាល័យអញ្ចឹងបងប្អូនត្រូវចេះយ៉ាងហោចណាស់ក៏ចេះអានចេះស្ដាប់ចេះសរសេរខ្លះៗដែរបាទអាចយល់បានណាបាទទី2យើងត្រូវចេះកុំព្យូទ័រយើងត្រូវចេះប្រើប្រាស់មុខងារសំខាន់មួយចំនួនដូចជាកុំព្យូទ័ររដ្ឋបាលយើងត្រូវចេះ Word Excel PowerPoint បាទដើម្បីការងារនៅក្នុងសាកលវិទ្យាល័យគឺការងារដែលសំខាន់គឺធ្វើ assignment បាទអញ្ចឹងធ្វើ assignment ក៏ដូចជាបងប្អូនត្រូវធ្វើសារណាអញ្ចឹងគឺត្រូវការចេះកុំព្យូទ័រហើយសប្តាហ៍នេះការចេះកុំព្យូទ័រចេះប្រើប្រាស់កុំព្យូទ័រគឺជារឿងសំខាន់មែនទែនព្រោះក្នុងសាកលវិទ្យាល័យកាលណាដែលបងធ្វើបទបង្ហាញគឺបងធ្វើជា slide នៅក្នុង PowerPoint ហ្នឹងឬក៏សប្តាហ៍គេប្រើដល់ Canva បាទអញ្ចឹងយើងប្រើត្រឹម PowerPoint ក៏បានដែរអញ្ចឹងក្នុង PowerPoint យើងត្រូវរៀបចំបទបង្ហាញឲ្យបានស្អាតយើងត្រូវចេះដាក់រូបភាពយើងត្រូវចេះតុបតែង PowerPoint របស់យើងធ្វើម៉េចឲ្យទាក់ទាញហើយមើលទៅគួរឲ្យចង់មើលបាទអញ្ចឹងបើយើងអត់ចេះធ្វើយើងប្រកាសជាពិបាកមែនទែនការធ្វើបទបង្ហាញរបស់យើងក៏អត់សូវបានល្អចេញបន្ទុកយើងអត់សូវបានល្អទេនៅក្នុងសាកលវិទ្យាល័យបាទសម្រាប់សាកលវិទ្យាល័យដែលខ្ញុំរៀនសាកលវិទ្យាល័យភូមិន្ទភ្នំពេញការធ្វើបទបង្ហាញតាមរយៈការធ្វើ assignment ហ្នឹងគឺគ្រូឲ្យដល់រហូតដល់20% នៃបន្ទុកសរុបរបស់យើងអញ្ចឹងវាច្រើនមែនទែនបើសិនជាបងអូនធ្លាក់បន្ទុកធ្វើហ្នឹងគឺវានឹងប៉ះពាល់ដល់បន្ទុកសរុបបាទបន្ទាប់យើងត្រូវមានជំនាញធ្វើបទបង្ហាញអញ្ចឹងយើងចេះរៀបចំ slide យើងចេះភាសាអង់គ្លេសអីហើយប៉ុន្តែយើងត្រូវចេះធ្វើបទបង្ហាញឬក៏អ្នកខ្លះគេអាចនិយាយបានថាជាជំនាញនិយាយជាសាធារណៈអញ្ចឹងយើងរៀននៅសាកលវិទ្យាល័យអត់ដូចរៀននៅវិទ្យាល័យទេយើងអត់អង្គុយតែស្ដាប់ហើយគ្រូហៅទៅសេតាមអានអីចឹងទេអញ្ចឹងយើងត្រូវចេះធ្វើបទបង្ហាញពីប្រធានបទដែលយើងស្រាវជ្រាវបាទអញ្ចឹងប្រធានបទមួយគ្រូនឹងចែកទៅតាមក្រុមហើយយើងទៅស្រាវជ្រាវទៅត្រូវថាយើងស្រាវជ្រាវឃើញអីខ្លះបាទឧទាហរណ៍ប្រធានបទតកតងទៅនឹងទំនៀមទម្លាប់ចូលមលុបអីចឹងយើងទៅស្រាវជ្រាវមកតើការចូលមលុបហ្នឹងវាមានសន្តានបែបម៉េចមានតម្រង់ម៉េចហើយគេធ្វើរបៀបម៉េចហើយសប្តាហ៍ថ្ងៃគេធ្វើនៅណានៅមានធ្វើទៀតអត់អីចឹងទៅនេះវារៀបចំហើយយើងត្រូវចេះនិយាយអញ្ចឹងការនិយាយធ្វើបទបង្ហាញគឺសំខាន់គឺយើងនិយាយឲ្យអ្នកស្ដាប់ក៏ដូចជាគ្រូយើងគាត់ទី1ឲ្យយល់នៃអ្វីដែលយើងចង់ផ្ដល់ឲ្យហើយនិយាយឲ្យបានច្បាស់លាស់ក្បោះក្បាយទៅលើប្រធានបទយើងបានបន្ទុកល្អបាទបូកជាមួយនឹង slide ដែលយើងធ្វើស្អាតបាទចំណុចទី4បាទទី4គឺយើងត្រូវចេះប្រើប្រាស់ AI សប្តាហ៍ថ្ងៃការប្រើប្រាស់ AI គឺជារឿងសំខាន់មែនទែនសម្រាប់ការងារទូទៅមិនថាជានិស្សិតទេគឺអ្នកធ្វើការក៏ត្រូវការប្រើដែរអញ្ចឹង AI វាជួយឲ្យយើងបានខ្លះទី1វាជួយឲ្យយើងស្វែងរកប្រភពព័ត៌មានលឿនទី2វាជួយឲ្យយើងអាចសង្ខេបអត្ថបទបានលឿនទី3វាអាចជួយឲ្យយើងបង្កើតនៅរូបភាពក៏ដូចការវិភាគទិន្នន័យមួយចំនួនបានស្រួលមែនទែនបាទអញ្ចឹងការប្រើប្រាស់ AI ក្នុងសម័យសព្វថ្ងៃគឺជារឿងសំខាន់ព្រោះវាជួយកាត់បន្ថយពេលវេលាដែលយើងធ្វើដោយខ្លួនឯងច្រើនឧទាហរណ៍យើងចង់ស្រាវជ្រាវពីប្រធានបទអី
តើតើនឹងទីហោប្រធានបទភាពជាអ្នករំងពេលដែលយើងវាយនៅក្នុង AI ហ្នឹងវានឹងណែនាំខ្លះតើប្រធានបទអញ្ចឹងយើងត្រូវស្វែងរកនៅណាវាមានស្ថានបែបម៉េចយើងនឹងប្រាប់យើងវាលឿនជាងដែលយើងទៅអង្គុយអានសភៅទៅទៀតបាទអញ្ចឹងជំនាញទី5ដែលយើងគួរមានគឺការងារជាក្រុមអញ្ចឹងដូចខ្ញុំលើកឡើងចំណុចទី3គឺការធ្វើបទបង្ហាញអញ្ចឹងនៅសាកលវិទ្យាល័យគ្រូតែងតែលើកទឹកចិត្តឲ្យយើងធ្វើការងារជាក្រុមអញ្ចឹងការងារជាក្រុមគឺជាការងារលំបាកមួយសម្រាប់សិស្សដែលយើងទឹកតែឡើងមកព្រោះភាគច្រើនយើងអត់ចេះបែងចែកការងារហើយខ្វះការទទួលខុសត្រូវហើយនឹងការសហការក្រុមហើយនឹងមួយទៀតគឺការសម្របសម្រួលក្រុមរបៀបដែលសម្របសម្រួលអញ្ចឹងក្រុម assignment និស្សិតសាកលវិទ្យាល័យគេនិយាយថារើសក្រុមខុសគឺជីវិតយើងស្មើ0ហើយរើសក្រុមត្រូវយើងនឹងដូចកើតនៅក្នុងឋានទេវតាទេសប្បាយចិត្តមែនទេអញ្ចឹងក្រុម assignment ខ្លះគាត់អត់ចេះសហការគ្នាគាត់អត់ចេះបែងចែកការងារហើយគាត់អត់មានអ្នកសម្របសម្រួលអញ្ចឹងក្នុងការធ្វើការងារជាក្រុមយើងត្រូវបែងចែកការងារឧទាហរណ៍ស្រាវជ្រាវជាយើងបែងចែកអ្នកណាត្រូវធ្វើចំណែកផ្នែកណាអ្នកខ្លះធ្វើផ្នែកណាហើយយើងត្រូវប្រជុំគ្នាពេលណាយើងធ្វើឲ្យហើយពេលណាហើយយើងត្រូវមានអ្នកដែលចេះសម្របសម្រួលក្រុមនឹងម្នាក់សម្របសម្រួលប្រមូលកិច្ចការហ្នឹងបញ្ចូលគ្នាធ្វើជាឯកសាររួមមួយហើយបែងចែកការងារគ្នាពេលធ្វើបទបង្ហាញអ្នកណាធ្វើបទបង្ហាញផ្នែកណាអ្នកណាធ្វើបទបង្ហាញផ្នែកណាមួយអញ្ចឹងយើងចែកគ្នាដាច់បាទចា៎ហ្នឹងជារឿងសំខាន់បាទចំណុចទី5ទី6បាទសំទោសទី6គឺការស្រាវជ្រាវជំនាញស្រាវជ្រាវជារឿងសំខាន់នៅក្នុងសាកលវិទ្យាល័យយើងអាចរៀនអង្គុយតែមើលគ្រូទេគ្រូនឹងឲ្យយើងស្រាវជ្រាវលើប្រធានបទជាច្រើនបាទអញ្ចឹងស្រាវជ្រាវមានន័យថាម៉េចគឺយើងស្វែងរកប្រភពព័ត៌មានប្រភពឯកសារដែលយកមកគ្រប់គ្រងទៅលើប្រធានបទរបស់យើងអញ្ចឹងនៅក្នុងសាកលវិទ្យាល័យបើយើងធ្វើប្រធានបទឧទាហរណ៍ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌឧទាហរណ៍ចឹងចុះយើងត្រូវរកឯកសារបាន2 3មកគ្រប់គ្រងយើងថាពិធីបុណ្យផ្សាយជុំបិណ្ឌហ្នឹងគេធ្វើរបៀបចេះយោងតាមឯកសារនេះឯកសារនោះចឹងទៅអាហ្នឹងជារបៀបដែលយើងស្រាវជ្រាវហើយយើងត្រូវចេះដាក់ citation reference អីហ្នឹងយើងត្រូវរៀន ABA style APA style អីហ្នឹងដើម្បីដាក់ reference ទៅឲ្យត្រូវតាមក្បួនបាទជំនាញចុងក្រោយហើយសំខាន់គឺបច្ចេកវិទ្យាយើងត្រូវចេះប្រើបច្ចេកវិទ្យាថ្មីប្លែកៗដែលមាននៅក្នុងសង្គមយើងត្រូវចេះរៀនស្វ័យសិក្សាដោយខ្លួនឯងឲ្យបានច្រើនតាមរយៈប្រើប្រាស់បច្ចេកវិទ្យាតាមរយៈអីហ្នឹងឯងបាទអញ្ចឹងបើបងប្អូនទាំងអស់គ្នាមានយោបល់អីផ្សេងទៀតអាចទម្លាក់នៅក្នុង comment ខាងក្រោមហើយខ្ញុំនឹងឆ្លើយសំណួរបងប្អូនបន្តទៀតនៅក្នុងវគ្គបន្ត